ក្រុមអ្នកស្រាវជ្រាវបានរកឃើញនឹងបង្ហាញអំពីទិន្នន័យក្នុងការស្រាវជ្រាវក្នុងរបបកម្ពុជាថ្មីចំពោះដំណើរការនៃការរលាកដែលវាអាចបង្កនិងជំរុញឲ្យទៅជាជំងឺសរសៃឈាមបេះដូងនៅពេលដែលយើងចាស់ទៅហើយមួយទៀតការទទួលទានកាហ្វេដែលមានកម្រិតស្តង់ដារអនាម័យខ្ពស់អាចប្រឆាំងនឹងដំណើរការនៃការរលាកនេះបានអ្វីដែលពិសេសនោះគឺជួយស្ដារនៅប្រព័ន្ធដំណើរការរាងកាយទាំងមូលពិសេសទៅភ្ញូចសមត្ថភាពខួរក្បាលឲ្យប្រសើរឡើង Forex ជាកាហ្វេគ្មានជាតិស្ករស្តង់ដារអនាម័យខ្ពស់ជួយឲ្យខួរក្បាលចងចាំបានល្អមានសមាធិក្នុងការធ្វើកិច្ចការងារសម្រួលដល់ប្រព័ន្ធពោះវៀនធំជួយឲ្យដំណើរការបានល្អពិសេសគឺទៀងទាត់ពេលវេលានឹងតែម្ដងនឹងទៅគ្រប់គ្រងទម្ងន់គ្រប់គ្រងជាតិស្ករនៅក្នុងឈាមធ្វើឲ្យឈាមរត់បានស្រួលមិនតែប៉ុណ្ណោះវាជួយបន្ថយល្បឿនកោសិកាពន្យាភាពចាស់ជរាជួយឲ្យសាច់ឈាមស្បែករបស់យើងមានសំណើមមានពន្លឺចំណុចសំខាន់បន្ថែមទៀតនោះគឺកាត់បន្ថយជំងឺបាក់ទឹកចិត្តធុញថប់ stress មួម៉ៅឆេវឆាវអីហ្នឹងបាទបងប្អូនបានដឹងថាអ្នកដែលមានបញ្ហាបេះដូងមិនអាចញ៉ាំកាហ្វេបានទេកាលណាញ៉ាំកាហ្វេវាញ័រតែអ្វីដែលចម្លែកនៅទីនេះគឺបងប្អូនញ៉ាំកាហ្វេណាមិនបានកាហ្វេណាមិនបានបងប្អូនសាកល្បងញ៉ាំកាហ្វេទីនេះអាចញ៉ាំបានញ៉ាំហើយទទួលបានទាំងសុខភាពល្អការងារល្អសម្រស់ស្រស់ស្អាតចង់នៅសាកល្បងមើលទីនេះថាជាប់ចិត្ត